ក្រោយពីឆ្លាក់ហើយភាគច្រើនបងប្អូនតែងតែសួររកការស្រោបបាននៅក្នុងនោះខ្ញុំតែងតែជំរាបជូនបងប្អូនហើយថាការស្រោបយើងខាងយើងខ្ញុំមានទាំងស្រោបអ៊ីណូសស្រោបកាក់សនិងស្រោបកាក់ក្រហមដែលវគ្គនេះមានការកំងពីបងប្អូនប្រុសដែលបងប្អូនប្រុសនៅខាងចាក់ងែក្រមបាទគាត់បានកំងឲ្យស្រោបជាកាក់ក្រហមចំណែកតួអង្គព្រះអង្គឈ្នះមារដែលសាងហើយជារបស់លបងក៏កំងឲ្យស្រោបជាកាក់ក្រហមដែរបាទដោយឃើញថាកាក់ក្រហមមានពណ៌ក្រហមស្អាតមួយបែបដែរហ្នឹងហើយអញ្ចឹងក៏ខ្ញុំចង់ជំរាបជូនបងប្អូនបន្ថែមទៀតជាងចម្លាក់ប្រម៉ែធននេះមិនត្រឹមតែស្រោបតែកាក់សកាក់ក្រហមបាទអ៊ីណូសទេគឺមានទាំងស្រោបជាប្រាក់អ៊ីតាលីដែលមានតុបតែងជាការដាំត្បូងអមសងខាងតួអង្គបាទចំណែកកាក់ក្រហមក៏ខាងយើងខ្ញុំធ្វើបានដូចគ្នាយើងអាចបាទតុបតែងលម្អនឹងការដាំត្បូងអមសងខាងតួអង្គមើលឃើញស្អាតណាស់